ជំរាបសួរអ្នកទាំងអស់គ្នាដែលតែងតែតាមដានคลิปវីដេអូរបស់អ្នកគ្រូថ្ងៃនេះអ្នកគ្រូមកចែករំលែកតាក់ទងជាមួយនឹងសញ្ញាហើយនឹងឈ្មោះដែលពាក់ព័ន្ធជាមួយនឹងចរាចរណ៍ចានៅក្នុងសញ្ញារូបនេះអ្នកទាំងអស់គ្នាឃើញមានភ្លើងក្រហមភ្លើងលឿងហើយនិងភ្លើងខៀវឬខ្មែរយើងហៅថាភ្លើងបៃតងតែភ្លើងនេះគេឲ្យឈ្មោះថាសញ្ញាណไฟចរាចរណ៍សញ្ញាណไฟចរាចរណ៍មាន3ពណ៌មានពណ៌ក្រហមភាសាថៃគេនិយាយថាสีแดงสีแดงสีแดงគឺជានិមិត្តសញ្ញាដែលបញ្ជាក់ថាឲ្យឡានឈប់ឲ្យឡានឈប់ភាសាថៃគេនិយាយថាให้រថយន្តឬយើងអាចប្រែថាឲ្យរថយន្តគ្រប់ប្រភេទឈប់ចាគឺให้រថយន្តក៏គឺឲ្យរថយន្តឈប់สีเหลืองสีเหลืองប្រែថាពណ៌លឿងให้រថត្រៀមយុទ្ធក៏គឺឲ្យបន្ថយល្បឿនដើម្បីត្រៀមនៅក្នុងការឈប់สีเขียวสีเขียวให้รถไปได้ให้รถไปได้สีเขียวแปลថាពណ៌ខៀវให้រถไปได้ឲ្យរថយន្តទៅបានខាងម៉ាឡាយក៏គឺផ្លូវសេះបង្កង់អញ្ចឹងពាក្យថាស្ដែងប្រែថាបង្ហាញพื้นที่ទីកន្លែងให้คนเดินគឺឲ្យមនុស្សដើរข้ามถนนข้ามប្រែថាឆ្លងข้ามถนนក៏គឺឆ្លងថ្នល់ถนนถนนប្រែថាថ្នល់បង្ហាញអំពីទីកន្លែងដែលឲ្យមនុស្សដើរឆ្លងផ្លូវថ្នល់ឬឆ្លងថ្នល់សញ្ញាដកដែលព័ទ្ធទៅដោយភ្លើងក្រហមចាគេឲ្យឈ្មោះថាហាមខោហាមខោប្រែថាហាមចូលហាមប្រែថាហាមខោប្រែថាចូលแสดงว่าហាមខោក៏គឺបង្ហាញថាហាមចូលបង្ហាញថាហាមចូលសញ្ញារូបមនុស្សប្រុសនិងមនុស្សស្រីដែលគេហៅថាសុខាក៏គឺបើយើងនិយាយទៅគេហៅថាបន្ទប់ទឹកចាអញ្ចឹងរូបមនុស្សស្រីគឺស្ដែងហងណាមหญิงស្ដែងហងណាមหญิงក៏គឺមនុស្សស្រីគឺបង្ហាញអំពីហងណាមសំទោសបង្ហាញបន្ទប់ទឹកស្រីបង្ហាញបន្ទប់ទឹកស្រីและห้องน้ำชายและห้องน้ำชายแปลថាបន្ទប់ទឹកបុរសពាក្យថាทางหนีไฟทางหนีไฟแปลថាផ្លូវកិច្ចភ្លើងឬផ្លូវរត់នៅពេលដែលភ្លើងឆេះដែលភាសាថៃគេនិយាយថាស្ដែងทางออกเมื่อมีเหตุอันตรายแสดงทางออกเมื่อมีเหตุอันตรายគឺបង្ហាញផ្លូវចេញឬបង្ហាញច្រកចេញនៅពេលដែលមានគ្រោះមហន្តរាយឬយើងហៅថាហេតុការណ៍មហន្តរាយឬហេតុការណ៍គ្រោះថ្នាក់យ៉ាងណារូបមនុស្ស3នាក់គេបញ្ជាក់អំពីប្រអប់ដូចជានៅក្នុងនេះគេដាក់ថាលីបឡអ៊ីអតការ៉ាន់លីបប្រែថាចិនដើយន្តចាចិនដើយន្តកន្លែងនេះគឺគេសំដៅលើចិនដើយន្តប្រអប់แสดงจุดที่มีห้องเล็กๆបង្ហាញអំពីចំណុចដែលមានបន្ទប់តូចចាមានបន្ទប់តូចคลื่นที่โดยพลังไฟฟ้าគឺផ្លាស់ប្ដូរទីកន្លែងដោយធម្មពលអគ្គិសនីផ្លាស់ប្ដូរទីកន្លែងដោយធម្មពលអគ្គិសនីសម្រាប់នាំคนឬของคืนលងសម្រាប់នាំមនុស្សឬរបស់របរឡើងចុះសម្រាប់នាំមនុស្សឬរបស់របរឡើងចុះក៏គឺសម្រាប់នាំคนหรือของขึ้นลงសញ្ញាទូរស័ព្ទแสดงจุดที่มีโทรศัพท์ติดต่อก็คือបង្ហាញអំពីចំណុចឬទីកន្លែងដែលមានទូរស័ព្ទទំនាក់ទំនងចាติดต่อនេះប្រែថាតាក់ទងឬទំនាក់ទំនងតាមប្រយោគហើយសញ្ញាមួយនេះចាសញ្ញាព្រួញកាញ់ធ្លាក់ចុះក៏គឺไฟฟ้าแรงสูงមានន័យថាអគ្គិសនីខ្ពស់ឬអគ្គិសនីខ្លាំងចាបើយើងប្រែតាមកម្លាំងគឺអគ្គិសនីខ្ពស់แสดงเขตที่มีไฟฟ้าแสดงเขตที่มีไฟฟ้าแรงสูงและเป็นอันตรายបង្ហាញពីបរិវេណ
ដែលមានអគ្គិសនីខ្ពស់និងអាចធ្វើឲ្យមានគ្រោះថ្នាក់ឬគេហៅថាเป็นอันตรายក៏គឺអាចធ្វើឲ្យមានគ្រោះថ្នាក់រូបសញ្ញាក្បាលខ្មោចតែភាសាកន្លែងនេះគេដាក់ថាយ៉ាអន្តរាយយ៉ាអន្តរាយមានន័យថាថ្នាំដែលមានជាតិពុលឬថ្នាំដែលមានជាតិពុលខ្លាំងវាអាចបង្កឲ្យគ្រោះថ្នាក់ផែនបច្ចុប្បន្នที่มีอันตรายក៏គឺថ្នាំលេបបច្ចុប្បន្នដែលមានគ្រោះមហន្តរាយឬដែលមានគ្រោះថ្នាក់សួងกว่าយ៉ាសាមញ្ញប្រចាំបានគឺវាអាចមានឱកាសដែលមានគ្រោះថ្នាក់ខ្ពស់ជាជាងថ្នាំសាមញ្ញប្រចាំផ្ទះថ្នាំសាមញ្ញប្រចាំផ្ទះគឺដូចជាយើងដឹងហើយខ្មែរយើងមានតែប្រភេទពួកថ្នាំប៉ារ៉ាពួកដេកូសង់ប្រភេទថ្នាំប្រចាំផ្ទះពួកនេះគឺអត់មានធម្មពលជាតិពុលខ្លាំងរហូតដល់ធ្វើឲ្យគ្រោះថ្នាក់ដល់ជីវិតទេការឆាយាนี้ต้องการดูแลจากแพทย์หรือเภสัชกรเภสัชกรគឺមានន័យថាការប្រើប្រាស់ថ្នាំនេះគឺត្រូវការមើលថែមានន័យមើលថែដោយផ្ទាល់ពីក្រុមគ្រូពេទ្យឬមួយក៏គិលានុបដ្ឋាយិកាចាពីក្រុមគ្រូពេទ្យឬក៏គិលានុបដ្ឋាយិកានេះគឺពាក្យទាំងអស់ដែលអ្នកគ្រូចែករំលែកនៅក្នុងคลิปវីដេអូនេះហើយអរគុណច្រើនសម្រាប់អ្នកទាំងអស់គ្នាដែលស្រឡាញ់ចូលចិត្តคลิปវីដេអូអ្នកគ្រូគ្រប់វីដេអូហើយអរគុណសម្រាប់ការជួយ like ជួយ share ហើយជាពិសេសគឺអរគុណដែលបងប្អូនបានមើលយ៉ាងយកចិត្តទុកដាក់ចាសម្រាប់ថ្ងៃនេះអរគុណច្រើនចា